Tham bê tớiថ្ងៃនេះខ្ញុំចេញពីហាត់ប្រាណហើយក៏បានចូលទៅបណ្ដាលគីមួយកន្លែងនឹកគិតថាមិនបាននឹងទិញសិភៅមួយក្បាលនេះទេព្រោះគោលបំណងដែលទៅបណ្ដាគីគឺទៅទិញសិភៅដែលមានចំណងជើងផ្សេងទេប៉ុន្តែក៏ចាប់អារម្មណ៍នៅសិភៅមួយក្បាលនេះដែលមានចំណងជើងថាបណ្ដាជននៅឥណ្ឌូចិនដែលនិពន្ធដោយលោកសាស្ត្រាចារ្យ Oliver Robert Trujan នៅក្នុងឆ្នាំ1944ហើយក៏ទើបតែបានប្រែសម្រួលដោយអាចារ្យវ៉ាន់ប៊ិនឌីផងដែរខ្ញុំក៏មិនទាន់បានមើលនៅខ្លឹមសារទាំងមូលនៃសៀវភៅនេះថាតើគេនិយាយអំពីអ្វីនៅឡើយទេប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺយើងទទួលបាននៅផែនទីប្រទេសចិនមួយផងដែរដែលគេភ្ជាប់នៅផ្នែកខាងក្រៅនៃសៀវភៅតើតើនឹងសៀវភៅនេះនៅខ្លឹមសារបែបម៉េចចាំមើលខ្ញុំមើលចប់ខ្ញុំអាចសង្ខេបខ្លះៗជូនបងប្អូនយើង